ក្មេងប្រុសម្នាក់នេះទើបតែត្រូវរថភ្លើងបុកដោយទុកប្អូនប្រុសអាយុ5ឆ្នាំរបស់គេឲ្យដេកតែម្នាក់ឯងនៅលើផ្លូវដែកនៅពេលក្មេងតូចនោះភ្ញាក់ឡើងគេក៏សង្កេតឃើញថាបងប្រុសរបស់គេបាត់ទៅហើយដូច្នេះគេក៏រត់ឡើងលើរថភ្លើងមួយដោយគិតថាបងប្រុសអាចនឹងនៅខាងក្នុងនោះគេដើរស្រែកហៅរកបងប៉ុន្តែគ្មាននរណាម្នាក់អាចជួយបានឡើយដោយអស់សង្ឃឹមគេក៏អង្គុយចុះហើយក៏ដេកលក់ទៅហើយនោះគឺជាពេលដែលគេបានបាត់បង់គ្រួសាររបស់គេជារៀងរហូតពីព្រោះគេបានភ្ញាក់ឡើងនៅចម្ងាយ1000ម៉ាយប្រហែល1600គីឡូម៉ែត្រពីផ្ទះគេចុះពីរថភ្លើងដោយមិនដឹងថាខ្លួនកំពុងនៅទីណាឡើយមនុស្សនៅទីនោះមិននិយាយភាសារបស់គេទេហើយគេក៏មិនដឹងពីរបៀបត្រឡប់ទៅផ្ទះវិញដែរដូច្នេះគេក៏ចាប់ផ្ដើមជីវិតជាក្មេងអនាថារស់នៅតាមដងផ្លូវរហូតដល់មានស្ត្រីម្នាក់បានរកឃើញគេហើយនាំយកទៅមណ្ឌលកុមារកំព្រាប៉ុន្តែនាងមិនអាចជួយគេឲ្យត្រឡប់ទៅផ្ទះវិញបានទេព្រោះគេទើបតែអាយុ5ឆ្នាំនិងមិនដឹងថាខ្លួនមកពីណាឡើយដូច្នេះនាងក៏បានរកគ្រួសារធម៌ថ្មីមួយឲ្យគេនៅឯប្រទេសអូស្ត្រាលីពួកគេបានផ្ដល់ឲ្យគេនៅជីវិតដ៏ល្អមួយប៉ុន្តែគេតែងតែចងចាំជានិច្ចថាគេមកពីណាប៉ុន្មានឆ្នាំក្រោយមកមិត្តភ័ក្តិម្នាក់បានបង្ហាញគេពីកម្មវិធី Google Earth ចាប់ពីពេលនោះមករៀងរាល់យប់បន្ទាប់ពីធ្វើការគេតែងតែអូសមើលតាមខ្សែរថភ្លើងកាត់ប្រទេសឥណ្ឌាដើម្បីស្វែងរកស្រុកកំណើតរបស់ខ្លួនគេធ្វើបែបនេះសឹងរាល់យប់អស់រយៈពេល6ឆ្នាំរហូតដល់យប់មួយគេបានឃើញប៉មទឹកនិងស្ពានមួយដែលគេនៅចាំបានយ៉ាងច្បាស់គេមិនរងចាំយូរឡើយគេក៏ទិញសម្បត្តិយន្តហោះហើយហោះហើរទៅទីនោះបន្ទាប់មកគេដើរតាមផ្លូវមួយដែលគេនៅចាំកាលពីកុមារភាពប៉ុន្តែផ្ទះខ្ទមចាស់របស់គេឥឡូវនេះនៅសល់ត្រឹមតែគំនរបាក់បែកប៉ុណ្ណោះសំណាងល្អអ្នកជិតខាងម្នាក់បានចំណាំរូបថតកាលពីកុមារភាពរបស់គេបានហើយក៏នាំគេដើរទៅកែងផ្លូវមួយទៀតទីបំផុតបន្ទាប់ពីការបែកគ្នាអស់រយៈពេល25ឆ្នាំគេក៏បានជួបមុខម្ដាយបង្កើតរបស់គេវិញ